ម្ដាយខ្ញុំទៅតែស្លាប់បាន2 ខែនេះពុកនាំស្រីថ្មីឡើងផ្ទះហេមិនហួសហេតុពេកទេដឹងហេណែទេវីសម្ដីឯងល្មមបានហើយមីងឆៅពុំជាមនុស្សល្អគាត់ចេះយល់ទុកធរៈពុកយកគាត់មកទីនេះគឺដើម្បីបានជាគ្នាហើយក៏មានអ្នកជួយមើលថែឯងដែរមិនបាច់ទេខ្ញុំមិនត្រូវការឲ្យអ្នកណាមកមើលថែខ្ញុំទេពុកស្ដាប់ឲ្យច្បាស់ណាខ្ញុំមានម្ដាយតែម្នាក់គត់គឺម៉ែនេះស្រីផ្សេងមិនអាចមកជំនួសម្ដាយខ្ញុំបានឡើយបើពុកនៅតែមានអ្នកឲ្យមីងពុំនៅទីនេះខ្ញុំនឹងចេញពីផ្ទះនាងវីមិនក៏អញប្រហិនយ៉ាងនេះមីកូនចំលើយបងវ៉ាន់កូនស្រីបងមិនអាចទទួលយកខ្ញុំបានទេកុំឲ្យទំនាក់ទំនងឪពុកកូនបងត្រូវប្រឆាដោយសារខ្ញុំអីខ្ញុំត្រឡប់ទៅវិញហើយណាបងអត់ទេឆៅពុំបងមិនឲ្យអូនតាណាទេចាប់ពីពេលនេះតទៅអូនជាប្រពន្ធរបស់បងអូនត្រូវទៅនៅទីនេះជាមួយបងតែកូនស្រីបងមិនព្រមទេយ៉ាងណាក៏ខ្ញុំរស់នៅទីនេះមិនបានសុខដែរណាបងមិនអីទេបើគេមិនព្រមបងនឹងឲ្យគេរើទៅនៅផ្ទះជីតារបស់គេបានហើយធ្វើដំណើរមកតាមផ្លូវអូននឿយហត់ហើយចាំបងនាំអូនទៅបន្ទប់សម្រាកណាមកតាមបងមកអូនមុននេះឯងនិយាយថាម៉េចឪពុកឯងយកនាងឆពុំឡើងទៅនៅផ្ទះនោះអីពិតមែនហើយលោកតាខ្ញុំមិនព្រមទេណាលោកតាត្រូវតែចាត់ការស្រីកញ្ជ្រងនោះឲ្យខ្ញុំអើយទេវីអើយទេវីតើឯងចង់ឲ្យតាចាត់ការគេយ៉ាងម៉េចណ៎ហើយបដោយតាមឪពុកឯងមកដំណើរសិនទៅតាជឿថាគេយកនាងនោះមិនបានយូរទេចៅអើយមិនក៏លោកតាប្រកាសចិត្តយ៉ាងនេះខ្ញុំមើលទៅពុកស្រឡាញ់ស្រីកញ្ជ្រងនោះខ្លាំងណាស់ខ្ញុំថាគាត់មិនព្រមបែកគ្នាដោយងាយទេមនុស្សប្រុសភាគច្រើនគឺអញ្ចឹងប្រពន្ធស្លាប់មិនទាន់បាន100ថ្ងៃផងក៏នាំស្រីឡើងផ្ទះបាត់ទៅហើយតែមនុស្សស្រីវិញភាគច្រើនគឺសុកចិត្តនៅមេម៉ាយក៏មិនព្រមយកប្តីថ្មីដែរណ៎ហើយចុះឯងកុំគិតច្រើនពេកអីណាគេយកប្រពន្ធក្រោយក៏ល្អមួយយ៉ាងដែរគេនឹងមានអ្នកបម្រើបាយទឹកមិនលំបាកដល់ឯងផងណាចៅអត់ទេលោកតាវាគ្មានហេតុផលល្អសម្រាប់ខ្ញុំឡើយខ្ញុំគិតថាស្រីនោះយកពុកព្រោះសម្លឹងឃើញទ្រព្យសម្បត្តិតែប៉ុណ្ណោះចុះបើថ្ងៃណាមួយគេដាក់ថ្នាំបំពុលពងហើយប្លន់យកមាសប្រាក់គ្រួសារខ្ញុំមិនវីវទៅហើយទេហ៎ពូប៉ៅអើយពូប៉ៅខ្ញុំមកពីផ្សារវិញហើយពូយូហៅឪពុកខ្លួនឯងថាជាពូហើយអីកូនជើងល្អថ្ងៃនេះបានស្អីមកខ្លះសំពីងសំពងម្លេះនឹងខ្ញុំទិញបន្លែនិងសាច់គោយកមកធ្វើម្ហូបជូនពុកពិសានេះពុកលេបថ្នាំហើយនៅពុកទៅម្ហូបបាយរួចមុននេះទេមកសបកទៀតទៅពុកលេបថ្នាំនិយាយអញ្ចឹងស្រីពណ៌ថ្ងៃនេះឯងលក់ដាច់ទេកូនមួយរយៈនេះស្ងាត់ណាស់ពុកអើយអ្នកលក់ដូរត្អូញត្អែសឹងតែគ្រប់គ្នាមនុស្សម្នារកប្រាក់មិនសូវបានគេក៏កាត់បន្ថយការចាយវាយទៅលើរបស់ដែលមិនចាំបាច់បើអញ្ចឹងឯងកុំចាយច្រើនពេកបន្លែត្រីសាច់ដែលទិញមកយកមកធ្វើម្ហូបគួរតែកាត់បន្ថយខ្លះទៅពុកមិនចង់ឲ្យឯងលងខ្លួនក្នុងបំណុលទេណាឯងឃើញទេព្រោះតែពុកក្រចំពាក់បំណុលគេច្រើនទៅម្ដាយឯងរត់ចោលពងបានហើយពងឈប់រំលឹកពីគាត់ទៀតទៅខ្ញុំស្អប់គាត់ណាស់ខ្ញុំមិនចង់លើឈ្មោះគាត់ទេណែមីងឆៅពុំនេះជាកងដៃរបស់ម្ដាយខ្ញុំមិនក៏មីងប៉ះពាល់ទ្រព្យសម្បត្តិម្ដាយខ្ញុំឆាប់ឲ្យមកខ្ញុំភ្លាមមកកងដៃនេះបងវ៉ាន់ឲ្យមកមីងហើយដូច្នេះវាคล้ายជាទ្រព្យរបស់មីងហើយសុំទោសផងមីងមិនអាចឲ្យឯងវិញបានទេពិតជាមុខក្រាស់មែនមិនទាន់បានស្អីផងបើហិនដល់ម្លឹងស្ដាប់ឲ្យច្បាស់ខ្ញុំមិនទទួលស្គាល់មីងទេនៅក្នុងកសែតភ្នែកខ្ញុំមីងត្រឹមតែជាបញ្ញាក្អែកដែលសុំស្នាក់អាស្រ័យនៅផ្ទះខ្ញុំប៉ុណ្ណោះកុំបើហិនតាំងខ្លួនជាម្ចាស់ផ្ទះប្រយ័ត្នអត់ដំបូលជ្រុកទៅយ៉ាងម៉េចទៀតហើយនឹងមិនក៏អញរករឿងមីងឆពុំព្រោះពុកជាដើមហេតុយកគ្រឿងអលង្ការម្ដាយខ្ញុំយកមកឲ្យមីងឆពុំល្មមបានហើយកុំហួសហេតុពេកណាពុំហួសហេតុស្អី
គ្រឿងអលង្ការទាំងនេះពុកជាអ្នកទិញឲ្យម្ដាយឯងហើយម្ដាយឯងគេស្លាប់បាត់ទៅដូច្នេះពុកមានសិទ្ធិចាត់ចែងឲ្យទៅអ្នកណាក៏បានដែរ មិនបានទេទោះម្ដាយខ្ញុំស្លាប់ទៅពិតមែនតែខ្ញុំជាទាយាទរបស់គាត់ដូច្នេះខ្ញុំជាម្ចាស់គ្រឿងអលង្ការទាំងអស់នេះពុកគ្មានសិទ្ធិឲ្យវាទៅអ្នកណាឡើយ ឆោពុំឈប់សិនឆោពុំឈប់សិនអូននាងវីអើយនាងវីឯនេះពិតជាគ្មានដឹងអីមែន យ៉ាងណាក៏ខ្ញុំគ្រាន់បាយជាងពុកដែរមិនក៏មិនតាមទៅលួងមីងឆោពងភ្លាមទៅប្រយ័ត្នប្រពន្ធចង់រត់ចោលណាពង ព្រះអង្គម្ចាស់មិនក៏ទ្រង់តបតែងប្រកាយបែបនេះទូលបង្គំខ្លាចតែប្រជារាស្ត្រមិនស្គាល់ទ្រង់ហើយមានការប្រមាថចំពោះទ្រង់ទេក្រាបទូលមិនអីទេខ្ញុំចង់ស្លៀកពាក់បែបនេះព្រោះខ្ញុំមិនចង់ឲ្យប្រជារាស្ត្រដឹងតែខ្ញុំជាកូនស្ដេចទេខ្ញុំចង់ដឹងពីស្ថានភាពពិតរបស់ប្រជារាស្ត្រនៅក្នុងស្រុកនេះតើពិតជារីកចម្រើនរុងរឿងដូចជាការទូលថ្វាយរបស់ចៅហ្វាយស្រុកដែរទេណែបើតាមទូលបង្គំដឹងខ្លះមកចៅហ្វាយស្រុកនេះពុកអលួយណាស់បកែស៊ីសំណោកសោកប៉ាន់ជិះជន់កេងប្រវាញ់ប្រជារាស្ត្រលួចប្លន់ដីរាស្ត្រយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផងណាក្រាបទូលឯងដឹងរឿងនេះមកពីណាគឺប្អូនជាដូនមួយរបស់ទូលបង្គំក៏រស់នៅស្រុកនេះដែរគេជាអ្នកនិយាយប្រាប់ទូលបង្គំដោយផ្ទាល់ណាក្រាបទូលពិនឬមិនពិនខ្ញុំនឹងទៅមើលឲ្យឃើញផ្ទាល់នឹងភ្នែកណែនិយាយអញ្ចឹងអាសាំងពេលចូលទៅដល់ក្នុងភូមិណាឯងកុំប្រើរាជសព្ទឲ្យសោះឮទេទូលបង្គំយល់ហើយព្រះអង្គស្ដេចយាងក្រាបទូល នាងសុពណ៌ហងឯងនេះពិតជាគួរឲ្យស្អប់ណាស់តើខ្ញុំបានធ្វើស្អីឯងមិនក៏ឯងមកស្អប់ខ្ញុំចង់ដឹងមូលហេតុទេព្រោះឯងមិនចេះណែនាំម្ដាយឯងបណ្ដោយឲ្យម្ដាយឯងមកយកឪពុករបស់អញស្អប់ស្រីកញ្ជ្រោងនោះខ្លាំងណាស់ជាមនុស្សស្រីនិយាយស្ដីឲ្យពីរោះជាងនេះបន្តិចទៅកុំអញដាច់សាច់ពេកបើតាមខ្ញុំដឹងឯងអាយុប្អូនខ្ញុំ12ឆ្នាំហើយរឿងដែលឯងស្អប់ម្ដាយខ្ញុំក៏គ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំដែរព្រោះពេលនេះគាត់លែងជាម្ដាយខ្ញុំហើយមានការអីទៅនិយាយជាមួយគាត់ទៅសម្ដីបានណាស់ស្រីក្ររហាមមួយថ្ងៃទៅត្រុកនៅកណ្ដាលផ្សារតែទ្រឹស្ដីហៀកែងហ៊ានបដៅក្បាលអញផងគិតថាខ្លួនឯងជាស្អីខ្ញុំជាមនុស្សដូចតែឯងដែរនឹងទោះខ្ញុំក្ររហាមក៏មិនបានកាន់ចានទៅសំបាយឯងស៊ីដែរបើឯងជាអ្នកមានធ្វើខ្លួនឲ្យថ្លៃថ្នូរទៅចិត្តនេះបានសុខព្រោះបន់ចាស់ឯងគួរខំសាងបន់ថ្មីមិនគួរសាងបាបក្តៅក្រហាយបែបនេះទេដល់ពេលហើយដល់ពេលបងភាស៊ីហើយឲ្យឆាប់ឡើងឆាប់បងភាស៊ីភ្លាមមក តាំងពីព្រឹកមកខ្ញុំលក់មិនទាន់ដាច់ទេចាំតិចទៀតចាំមកយកប្រាក់ពីខ្ញុំណា ស្អីទៀតហើយយាយពុយប្រាក់បងភាស៊ីតែប្រមាណរៀលសោះយាយឯងក៏រឿងច្រើនម្លេះយាយឯងចង់ឲ្យខ្ញុំមកទាប្រមាណដង មិនមែនខ្ញុំរឿងច្រើនទេតែខ្ញុំលក់មិនទាន់បានពិតមែនបើមិនជឿទេឆែកហៅប៉ៅខ្ញុំក៏បានដែរ ខ្ញុំមិនចង់ឆែកអោប៉ៅយាយឯងទេតែខ្ញុំចង់បោះបន្លែយាយឯងចោល ណែអាវុធឯងកុំប្រហើនពេកណាឲ្យស្គាល់ចាស់ទុំខ្លះផងទៅ បើខ្ញុំមិនស្គាល់តើវាយ៉ាងម៉េចហ៎យាយឯងចង់យ៉ាងម៉េចខ្ញុំធុញយាយឯងយូរហើយចាប់ពីថ្ងៃនេះទៅកុំមកលក់នៅក្នុងផ្សាររបស់ខ្ញុំទៀតឆាប់ចេញទៅហួសហេតុពេកហើយផ្សារនេះជាកម្មសិទ្ធិផ្ដាច់មុខរបស់ឯងហ៎ណែហើយឯងជានរណាឯងមកចេះដឹងស្អីដែរខ្ញុំជានរណាមិនសំខាន់ទេអ្វីដែលសំខាន់គឺខ្ញុំស្អប់អំពើអយុត្តិធម៌ណាស់អ្នកធំជិះជាន់អ្នកតូចតើឯងជាកូនចៅនរណាមិនក៏ឯងប្រហិនយ៉ាងនេះចង្រៃយោហ៊ានសួរនាំដល់ឪម៉ែអញផងហ៎អញជាកូនចៅវាយស្រុកនេះឯងចង់ធ្វើស្អីអញចង់ធ្វើស្អីហ៎ចង់សំពងក្បាលឯងឲ្យបែកនឹងហើយឆាប់ទៅហៅឪពុកឯងភ្លាមមកឯងប្រហើនណាស់ហ៊ានប្រមាថដល់ព្រះអង្គម្ចាស់ឯងច្បាស់ជាកំបុតក្បាលមិនខានទេ
ព្រះអង្គម្ចាស់ហ៎មិនអាចទេមិនពិតទេមុននេះពុកនិយាយថាម៉េចបងវុនត្រូវកងសន្តិសុខចាប់ខ្លួនទៅហ៎តែគាត់បានធ្វើស្អីខុសពុកឆាប់និយាយភ្លាមមក វាមានទោសប្រមាថដល់ព្រះអង្គម្ចាស់ពេលនេះមិនមែនអសន្តិវាទេសូម្បីតែពុកក៏មិនរួចខ្លួនដែរ ពុកនិយាយបែបនេះបានន័យថាម៉េច ព្រះអង្គម្ចាស់បានដេញដោលរឿងពុករលួយរឿងដែលពុកធ្លាប់ទទួលសំណូកជាពិសេសគឺរឿងទាភេស៊ីរឿងនេះធំណាស់ព្រះអង្គម្ចាស់បានបង្គាប់ឲ្យពុកចូលគាល់ព្រះអង្គពុកខ្លាចតែទៅហើយមិនបានត្រឡប់មកវិញទេ ពុកអើយពងតើឲ្យខ្ញុំជួយពុកយ៉ាងម៉េចទៅ មិនអីទេពុកស្គាល់មន្ត្រីនៅក្នុងវាំងច្រើនដែរពុកនឹងពឹងពាក់សុំឲ្យគេជួយតែពុកបារម្ភពីបងប្រុសឯងពេលនេះមិនដឹងថាគេយ៉ាងម៉េចទៅហើយទេ រូបឆោមហាអើយសំរងហាអើយយើងទាំងហាអើយអង្គគ្នាពេញវ័យអើយយោរីយើងកិនយ៉ាងណា ត្រូវហើយនៅពេលដែលយើងចាស់ជរាតែយើងគិតយ៉ាងណាទៅណោះ ហាលោកជាអ្នកណាមិនក៏លោកមកលបមើលខ្ញុំងូតទឹកអញ្ចឹង អូ ខ្ញុំអត់មានចេតនាមកលបមើលនាងទេសូមនាងកុំយល់ច្រឡំអីណាខ្ញុំដើរតាមផ្លូវហើយក៏បានឮសំឡេងនាងច្រៀងដោយចៃដន្យតែខ្ញុំស្ដាប់ទៅសំឡេងនាងពីរោះហន្តើហើយបទយីកេដែលនាងច្រៀងក៏មានអត្ថន័យល្អទៀត អញ្ចឹងឯងមិនអីទេបាញ់អញ្ចឹងលោកបញ្ញាប់ចេញពីទីនេះសិនតើណា អើខ្ញុំមិនទាន់បានសួរឈ្មោះនាងផងមិនក៏នាងបញ្ញាប់ដេញខ្ញុំយ៉ាងនេះ ខ្ញុំឈ្មោះសុពណ៌រីករាយណាស់ដែលបានស្គាល់លោកបាញ់អញ្ចឹងលោកឆាប់ចេញពីទីនេះទៅ មិនអីទេសុពណ៌សង្ឃឹមថាយើងនឹងបានជួបគ្នាម្ដងទៀតខ្ញុំលាសិនហើយណា ខ្ញុំកំពុងច្រៀងសោកសង្ឃស្រាប់តែគេបង្ហាញខ្លួនឡើងខ្ញុំភ័យមិនតិចទេតាមមើលទៅគេមិនមែនជាអ្នកស្រុកនេះទេបានហើយបញ្ញាប់ទៅផ្ទះវិញល្អជាង មីងធ្វើម្ហូបឆ្អិនហើយឯងឆាប់ហូបបាយទៅណាឪពុកនិងបងប្រុសខ្ញុំកំពុងតែមានក្តីក្តាំជាប់ខ្លួនមីងគិតថាខ្ញុំនៅមានអារម្មណ៍ចង់ហូបបាយទេមីងដឹងថាឯងបារម្ភពីគាត់តែយ៉ាងណាក៏ឯងត្រូវតែហូបបាយបើឯងមិនហូបបាយឯងប្រកាសជាខ្យល់ចាំតើពេលនោះបានអ្នកណាជួយឯងទៅមិនបាច់ធ្វើពុតជាបារម្ភពីខ្ញុំទេការពិតណាមីងជាស្រីចង្រៃឪពុកខ្ញុំនាំមីងឡើងមកនៅលើផ្ទះនេះមិនទាន់បានមួយខែផងគ្រួសារខ្ញុំក៏ជួបរឿងក្តៅក្រហាយដល់ថ្នាក់នេះបានហើយមីងឆាប់ចុះចេញពីផ្ទះនេះទៅណែនាងទេវីល្មមបានហើយវើយនិយាយស្ដីទុកមុខទុកមាត់ឲ្យអញផងអញជាម្ដាយចុងរបស់ឯងណាយ៉ាងម៉េចបញ្ចេញធាតុពិតមកហើយហ៎ថ្ងៃមុនខ្ញុំប្រាប់មីងហើយតើថាខ្ញុំមិនទទួលស្គាល់មីងទេមីងត្រឹមតែជាបញ្ញាក្អែកសុំស្នាក់អាស្រ័យនៅផ្ទះខ្ញុំប៉ុណ្ណោះឯងទទួលស្គាល់ឬអត់អញមិនខ្វល់ទេយ៉ាងណាបងវ៉ាន់ជាម្ចាស់ផ្ទះនេះមានតែគាត់ម្នាក់ទេដែលមានសិទ្ធិបណ្ដេញអញចេញបើចង់ឲ្យអញចុះចេញរងចាំដល់ឪពុកឯងត្រឡប់មកវិញសិនទៅមីងឆោពុំស្រីពើពលខ្ញុំស្អប់មីងណាបានលើទេថាខ្ញុំស្អប់មីងបើមីងមិនចេញពីផ្ទះនេះកុំគិតថាខ្ញុំឲ្យមីងនៅបានសោះហើយឯងចង់ធ្វើស្អីអញគិតថាអញខ្លាចឯងហ៎សុពណ៌អើយសុពណ៌តើនាងមានមន្តស្នេហ៍អ្វីមិនក៏ចិត្តខ្ញុំចេះតែនឹកដល់នាងអញ្ចឹងណោះព្រះអង្គម្ចាស់ថ្មនេះទៅហើយទ្រង់មិនទាន់យាងចូលកាឡាបន្ទុំទេហីនៅទេខ្ញុំកំពុងតែនឹកដល់ស្រីម្នាក់នាងស្អាតណាស់ពេលនេះចិត្តខ្ញុំកំពុងតែញាប់ញ័រចង់ជួបនាងព្រះអង្គយាងមកដល់ហើយសូមថ្វាយបង្គំព្រះបិតាសូមថ្វាយព្រះពរទ្រង់មានប្រជញ្ញមាយុយឺនយូរល្អហើយបន
បិតាមានការសំខាន់ចង់ពិភាក្សាជាមួយនឹងបុនអាសង្ឃឯងចេញទៅក្រៅសិនទៅកូនណាថ្លៃវិសេសសូមថ្វាយបង្គំលាក្រាបទូលព្រះបិតាតើទ្រង់មានការអីសូមមានព្រះបន្ទូលមកចុះបិតាបានសួរចម្លើយចវាយស្រុកវ៉ាន់រួចហើយគេសារភាពថាគេពិតជាបានទទួលសំណូកពីឈ្មួញកាប់ឈើពិតមែនចំណែករឿងដណ្ដើមយកដីពីជារាជទៅកាន់កាប់ក៏គេព្រមទទួលដែរថោកទាបណាស់មិននឹកស្មានតែគេអាត្មានិយមដល់ម្លឹងសោះតែគេបានសុំវរឲ្យបិតាសម្រាលទោសឲ្យគេខ្លះចុះព្រះបិតាសម្រេចប្រតិយ៉ាងណាដែរក្រាបទូលណែបិតាមិនទាន់វិនិច្ឆ័យទោសរបស់គេទេបិតាបានបញ្ជាឲ្យសេនាយកគេទៅដាក់គុកជាមួយនឹងកូនប្រុសគេហើយទូបង្គំទទួលស្គាល់ថាលោកវ៉ាន់មានស្នាដៃល្អធ្លាប់ចូលរួមជាមួយព្រះបិតាបង្ក្រាបសត្រូវឈ្លានពានប៉ុន្តែកំហុសឆ្គងមួយនេះគឺមិនអាចលើកលែងបានទេបើទ្រង់លើកលែងឲ្យគេនឹងក្លាយជាគំរូអាក្រក់ដល់មន្ត្រីផ្សេងទៀតតែបិតាមិនចង់ប្រហារជីវិតគេទេយោគយល់ដល់គេមានគុណសម្បត្តិធ្លាប់ជួយបិតាកាលគ្រានោះបិតានឹងសម្រាលទោសឲ្យគេខ្លះបើទ្រង់សម្រេចប្រតិបែបនេះទៅហើយទូបង្គំក៏មិនចំទាស់ដែរត្រូវឲ្យព្រះបិតាបត់មានរឿងមួយចង់ទូលថ្វាយទ្រង់ក្រាបទូលតើមានរឿងអីទៅបត់ឆាប់និយាយមកចុះបត់បានសពប្រតិទៅលើនារីម្នាក់បត់ចង់ទៅដឹងនាងមកធ្វើជាព្រះមហេសីណាក្រាបទូលស្អែកឡើងនាងពណ៌ឈប់សិននាងពណ៌ណែអញប្រាប់ថាឲ្យឈប់ណាខ្ញុំមិនមែនជាអ្នកបម្រើរបស់លោកស្រីទេលោកស្រីគ្មានសិទ្ធិមកបញ្ជាឲ្យខ្ញុំឈប់ទេសម្ដីក្រាន់បើណាស់មីក្រាន់បើយ៉ាងណាក៏អញជាម្ដាយរបស់ឯងដែរកុំប្រហើនដាក់អញពេកចាប់តាំងពីថ្ងៃដែលលោកស្រីចុះចោលផ្ទះលោកស្រីលែងជាម្ដាយរបស់ខ្ញុំហើយកុំមករាប់ខ្ញុំជាកូនទៀតហងឯងនេះពិតជាសម្ដីធ្លោះមែនឪពុកឯងយ៉ាងម៉េចហើយគេនៅឈឺទៀតទេគាត់ឈឺឬជាមិនចាំបាច់សួរនាំពីគាត់ទេព្រោះលោកស្រីលែងមានទំនាក់ទំនងជាមួយគាត់ហើយពេលនេះលោកស្រីជាភរិយាចៅហ្វាយស្រុកមានយស័ក្តិខ្ពង់ខ្ពស់កុំមករាប់អានអ្នកក្រដូចជាខ្ញុំអីប្រយ័ត្នឆ្លងក្រដល់លោកស្រីណាមេកូនចង្រៃហ៊ានឌៀមដាមឲ្យអញផងអញជាម្ដាយឯងណាមិនក៏ឯងប្រហើនដល់ថ្នាក់នេះពិតជារមើលគុណមែនមីកូនចំគួតនេះអេហើយមិនក៏សេនាមកច្រើនម្ល៉េះតើពួកលោកមករកខ្ញុំមានការអីដែរនឹងពូកំភៃអីពួកខ្ញុំមកល្អជាទេខ្ញុំទទួលបញ្ជាពីព្រះអង្គម្ចាស់ឲ្យមកអញ្ជើញនាងសុពណ៌ចូលរាជវាំងបានណែអញ្ជើញកូនខ្ញុំចូលរាជវាំងអីនេះតើមានរឿងអីឲ្យប្រកាសទៅមានរឿងអីនឹងពងមិនក៏សេនាមកផ្ទះយើងច្រើនម្ល៉េះនាងសុពណ៌ខ្ញុំទទួលបញ្ជាពីព្រះអង្គម្ចាស់ឲ្យមកទទួលនាងចូលរាជវាំងសូមនាងបញ្ញាប់រៀបចំខ្លួនទៅលោកមកទទួលខ្ញុំចូលវាំងឯងតើព្រះអង្គមានធុរៈអ្វីជាមួយខ្ញុំទៅរឿងនេះខ្ញុំមិនអាចជម្រាបបានទេសូមនាងបញ្ញាប់បន្តិចទៅកុំឲ្យព្រះអង្គរងចាំយូរណាបានហើយស្រីពណ៌ទៅបញ្ញាប់ទៅបដូរសម្ពត់អាវទៅកូនឲ្យឆាប់ឡើងទៅយ៉ាងម៉េចទៅហើយនាងវីបានដំណឹងពីឪពុកឯងខ្លះទេខ្ញុំបានទទួលដំណឹងថាព្រះអង្គដាក់ទោសឪពុកខ្ញុំពេលនេះគាត់ជាប់គុកហើយណាលោកតាពុទ្ធធោមិនក៏ទៅជាអញ្ចឹងនោះហើយចោះអាវុធបងឯងបងវុធមានទោសប្រមាថព្រះអង្គម្ចាស់និងទោសធ្វើបាបអ្នកផ្សារព្រះអង្គចង់ប្រហារជីវិតគាត់តែពុកទូលសុំក្តីមេត្តាពីព្រះអង្គទើបទ្រង់សម្រាលទោសឲ្យបងវុធត្រឹមតែដាក់គុក5ឆ្នាំហេតុអីក៏រឿងអាក្រក់កើតឡើងចំពោះកូនចៅខ្ញុំតើខ្ញុំបានធ្វើអីខុសទៅលោកអើយព
ពុកក្មេងពុកកុំបន្ទោសខ្លួនឯងអីរឿងនេះមិនមែនជាកំហុសរបស់ពុកទេណាបានឲ្យមីងពងមីងកុំចេះលូកមាត់គ្រប់យ៉ាងគឺមកពីមីងបើពុកខ្ញុំមិននាំមីងចូលផ្ទះរឿងអាក្រក់បែបនេះក៏មិនកើតឡើងដែរមីងជាស្រីចង្រៃអុតបានឆាប់ចេញពីផ្ទះខ្ញុំភ្លាមទៅមីងប្រាប់ហើយតើអ្នកដែលមានសិទ្ធិបណ្ដេញមីងគឺមានតែឪពុកឯងម្នាក់គត់បើចង់ឲ្យមីងចេញពីផ្ទះនេះរងចាំឲ្យគាត់ត្រឡប់មកវិញសិនទៅមីងឆោពុំមិនក៏មីងមកក្រាស់យ៉ាងនេះឆាប់ចេញទៅចេញពីផ្ទះខ្ញុំឥឡូវភ្លាមបានហើយទេវេធ្វើចិត្តឲ្យតិចសិនទៅចៅខ្ញុំម្ចាស់សុំតែស្លាប់ថ្ងៃនោះខ្ញុំម្ចាស់មិនបានដឹងថាទ្រង់ជាព្រះអង្គម្ចាស់ទើបមិនបានថ្វាយការគោរពចំពោះទ្រង់សូមទ្រង់ព្រះមេត្តាប្រោសមិនអីទេសពរខ្ញុំមិនប្រកាន់នាងទេព្រោះខ្ញុំមានចេតនាលាក់បាំងមិនចង់ឲ្យគេដឹងថាខ្ញុំជាព្រះអង្គម្ចាស់ដូច្នេះនាងគ្មានកំហុសទេណាត្រូវហើយតើទ្រង់មានការអ្វីជាមួយខ្ញុំម្ចាស់ដែរព្រះពរខ្ញុំសពតិចំពោះនាងខ្ញុំចង់បាននាងមកធ្វើជាព្រះមហេសីព្រះអង្គម្ចាស់ទ្រង់មានបន្ទូលនាងខ្ញុំនឹងទៅស្ដីទៅដឹងនាងរៀបការតាមប្រពៃណីហើយប្រទានងារជាអ្នកម្នាងដល់នាងណាព្រះអង្គម្ចាស់ខ្ញុំម្ចាស់មិនបានយល់សប្តិទេមែនទេនេះជាការពិតដែរព្រះពរជាការពិតហើយបងយកត្រានត្រៃធ្វើជាព្រះមហេសីរក្សាការពារសុពណ៌ស្រីមិនឲ្យចរណៃភ័យព្រួយឡើយជាបុណ្យសំណាងធំធេងណាស់សន្យាស្មោះស្ម័គ្រលុះថ្ងៃសូនសូមអរព្រះគុណប្រុសមាសស្ងួនដែលលើកស្ទួយអូនផុតទុក្ខាស្អែកឡើងណែអ្នកប្រុកនាងសពរកូនអ្នកពៅពេលនេះគេខ្លាចជាអ្នកម្នាងហើយជាការពិតទេម្សិលមិញឃើញវាដើរកាន់មុខផ្ទះខ្ញុំតាថ្ងៃនេះឮថាវាខ្លាចជាអ្នកម្នាងខ្ញុំដូចជាមិនចង់ជឿទេនេះមិនចង់ជឿយ៉ាងម៉េចក្បួនដង្ហែក្រែស្នែងហែហោមគេចូលវាំងបាត់ទៅហើយបើអ្នកមិនជឿទេសួរនាងសយក៏បានដែរបើអញ្ចឹងមែនចាប់ពីថ្ងៃនេះទៅអ្នកពៅលេងក្រហើយអញ្ចឹងហើយទើបពាក្យចាស់លោកពូលថាប៉ុណ្ណឹងអ្វីអាចប៉ុណ្ណឹងបានតែបើប៉ុណ្ណឹងនឹងវាសនាមនុស្សណាគឺប៉ុណ្ណឹងមិនបានឡើយស័កសមហើយព្រោះគេជាក្មេងល្អគួរឲ្យស្រឡាញ់រាប់អានហើយជាកូនកតញ្ញូចំពោះអ្នកមានគុណទៀតផងមិនដឹងថានាងឆោពុំបានដឹងរឿងនេះហើយនៅទីខ្ញុំចង់ឃើញណាស់តើវាធ្វើមុខយ៉ាងម៉េចទៅណហ៊ានចោះចោលប្តីចោះចោលកូនទៅយកចវាយស្រុកពេលនេះចវាយស្រុកក៏ជាប់ទោសនៅឯរាជវាំងសង្ស័យតបកក្បាលទៅរកប្តីដើមវិញទេលោកតាថាម៉េចនាងពណ៌ខ្លាចជាអ្នកម្នាងហ៎ត្រូវហើយគេត្រូវបានព្រះអង្គម្ចាស់សពតិតែងតាំងជាអ្នកម្នាងពេលនេះគេជាកូនប្រសាស្ដេចណាមិនគួរទេមិនស្មានថាមនុស្សដែលខ្ញុំធ្លាប់មើលងាយមើលថោកពេលនេះវាមានវាសនាល្អជាងខ្ញុំសោះអយុត្តិធម៌ណាស់លោកអើយអញ្ចឹងហើយទើបតាប្រាប់ឯងថាកុំឲ្យមើលងាយគេថ្ងៃនេះគេក្រមិនប្រកាសតែថ្ងៃស្អែកគេនៅតែក្រទេបើយើងមិនបានជួយគេកុំមើលងាយគេឲ្យសោះយ៉ាងណាក៏ខ្ញុំមិនព្រមចាញ់វាដែរខ្ញុំបាត់បង់ច្រើនពេកហើយបងប្រុសនិងឪពុកត្រូវជាប់គុកនៅក្នុងវាំងសូម្បីតែទ្រព្យរបស់ឪពុកខ្ញុំក៏ត្រូវព្រះអង្គបញ្ជាឲ្យរឹបអូសទៀតពេលនេះខ្ញុំលែងខ្លាចស្លាប់ហើយណែនាងវីនិយាយបែបនេះបានន័យថាម៉េចឯងចង់ធ្វើស្អីកុំផ្ដេសផ្ដាស់ឲ្យសោះណាពេលនេះគេជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់បើឯងខុសឆ្គងលើគេឯងប្រកាសជាមិនរស់ទេខ្ញុំប្រាប់លោកតាហើយតាថាខ្ញុំលែងខ្លាចស្លាប់ហើយមិនក៏ឯងនិយាយឈួតអញ្ចឹងឯងអត់អសូរតាខ្លះទេអីបើឯងយ៉ាងម៉េចយ៉ាងម៉ាទៅតាឲ្យតារំពឹងស្អីទៀត
ខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះបិតាសូមថ្វាយព្រះពរទ្រង់មានព្រះជន្មយឺនយូរល្អហើយរាជសុនិសាមានអីរូបឆោមលោមពណ៌ស្រស់ស្អាតណាស់តើសូមអរព្រគុណព្រះបិតាដែលសរសើរខ្ញុំម្ចាស់ពីពេលនេះទៅឯងជាព្រះមហេសីរបស់ព្រះអង្គម្ចាស់ហើយត្រូវលើកស្ទួយកិត្តិយសរបស់ស្វាមីធ្វើស្អីក៏ដោយកុំរំលងស្វាមីខ្ញុំម្ចាស់នឹងត្រង់ត្រាប់តាមព្រះដំបូន្មានរបស់ព្រះបិតាសូមអរព្រគុណព្រះពរម្ចាស់ខែនេះជារដូវភ្លៀងយើងចង់ចែកអំណោយខ្លះដល់រាស្ត្រឯងជួយយកអំណោយទៅចែកជំនួសបិតាផងណាព្រះពរព្រះបិតាខ្ញុំម្ចាស់ទទួលរាជបញ្ជាព្រះពរតម្លៃអប់រំចរិយាសម្បត្តិជាគ្រឿងអលង្ការលម្អស្ត្រីមន្ត្រីពុករលួយស៊ីសំណូកសោកប៉ាន់ត្រូវតែទទួលទោសតាមច្បាប់អាសិតអើយម៉ែអស់លុយទិញថ្នាំហើយឯងមានលុយទេកូនក្នុងមួយខែម៉ែសុំលុយខ្ញុំប្រមាណដងក្រាញ់ម៉ែដឹងហើយតើថាខ្ញុំបើកប្រាក់ខែថ្ងៃទី10ម៉ែមកសុំខ្ញុំថ្ងៃនេះខ្ញុំមានលុយឲ្យម៉ែដែរបើឯងអត់មានលុយទេក៏ហីទៅចាំបាច់កុំហុកឲ្យម៉ែធ្វើអីរាល់ថ្ងៃនេះម៉ែបំបាក់មុខខ្ញុំសម្បើមណាស់អ្នកចិត្តខាងដែលនិយាយដើមខ្ញុំថាខ្ញុំចិត្តមិនបានជាមួយម្ដាយរឿងទាំងអស់នេះបើម៉ែមិននិយាយប្រាប់គេក៏គេមិនដឹងដែរឯងយល់ច្រឡំធំហើយម៉ែមិនបាននិយាយរឿងចឹងប្រាប់អ្នកណាទេឯងឲ្យម៉ែទៅស្បត់ដល់ណាក៏ម៉ែហ៊ានដែរបានហើយមិនបាច់ទៅស្បត់ស្បាយទេខ្ញុំធុញណាស់ខ្ញុំទៅធ្វើការហើយពេលម៉ែចិញ្ចឹមកូនកូនឈឺក្តៅរងាម៉ែស្ទុះស្ទាយកកូនទៅពេទ្យទោះម៉ែអត់មានលុយក្នុងខ្លួនក៏ម៉ែទៅខ្ចីបុលគេយកកូនទៅពេទ្យដែរតែពេលនេះម៉ែឈឺម៉ែសុំលុយកូនទិញថ្នាំលេបកូនឆ្លើយថាអត់មានកុំតូចចិត្តអីមិញអើយនេះមកពីមិញគ្មានប៉ុនជាមួយកូនក្មួយភិរមក្មួយទៅមកពីណានឹងខ្ញុំទៅមកពីផ្សារមិញមុននេះខ្ញុំឮថាមិញឈឺមែនទេចាក្មួយមីងលើសជាតិស្ករមីងលេបថ្នាំបញ្ចុះជាតិស្កររាល់ថ្ងៃតែថ្ងៃនេះអស់ថ្នាំហើយក្មួយហើយនេះមិញខ្ញុំជូនមិញ50000មិញយកលុយនេះទៅទិញថ្នាំលេបចុះនៅសល់មិញទុកទិញអីពិសាទៅណាអូយក្មួយហើយក្មួយមីងអរគុណច្រើនណាស់ក្មួយមីងសូមជូនពរឲ្យក្មួយជួបតែសេចក្តីសុខសេចក្តីចម្រើនសូមឲ្យក្មួយរកស៊ីមានបានណាក្មួយណាសាធុបើអញ្ចឹងមិញបញ្ញាប់ទៅទិញថ្នាំចុះខ្ញុំលាសិនហើយណាមិញពីសិនតនន័យការលក់មិនក៏ធ្លាក់ចុះច្រើនម្ល៉េះមានបញ្ហាអីមែនទេអោលោកស្រីហើយស្ថានភាពសេដ្ឋកិច្ចនៅពេលនេះលោកស្រីដឹងច្បាស់ហើយមនុស្សម្នារកលុយមិនសូវបានទេអញ្ចឹងហើយទើបគេកាត់បន្ថយការចំណាយទៅលើរបស់ដែលមិនចាំបាច់ហេតុផលមួយនេះខ្ញុំទទួលស្គាល់ប៉ុន្តែខ្ញុំទើបទទួលបានដំណឹងថាឯងកិច្ចវេះមិនចុះធ្វើទីផ្សារឯងយកពេលវេលាធ្វើការទៅប្រព្រឹត្តរឿងខុសឆ្គងលោកស្រីណយលោកស្រីនិយាយបែបនេះបានន័យថាម៉េចនេះលោកស្រីឲ្យគេតាមដានខ្ញុំហ៎ហួសហេតុពេកហើយមិនហួសហេតុទេបុគ្គលិកចោលមកសៀតដូចជាឯងទុកនាំតែបង្ហិនលុយក្រុមហ៊ុនបញ្ញាប់ដាក់ពាក្យលាឈប់ទៅលោកវណ្ណាលោកមើងងាយខ្ញុំដល់ថ្នាក់នេះហ៎ខ្ញុំធ្វើការនៅទីនេះ75ឆ្នាំហើយទោះខុសឆ្គងយ៉ាងណាក៏ដោយក៏លោកគួរតែយោគយល់ដល់ខ្ញុំខ្លះដែរខ្ញុំបានជួយក្រុមហ៊ុននេះច្រើនណាស់បើគ្មានខ្ញុំតើក្រុមហ៊ុនលោករីកចម្រើនដូចថ្ងៃនេះទេអញ្ចឹងខ្ញុំត្រូវដឹងគុណឯងហ៎ការពិតទៅនេះជារឿងផលប្រយោជន៍ទៅវិញទៅមកឯងមកធ្វើការឲ្យខ្ញុំឯងក៏ទទួលបានលុយត្រឡប់ទៅវិញដែរពួកយើងទទួលបានផលប្រយោជន៍ដូចគ្នាតើមិនក៏ឯងក្អេងក្អាំងបែបនេះបានហើយឆាប់ប្រមូលអីវ៉ាន់របស់ឯងហើយចាក់ចេញពីក្រុមហ៊ុនខ្ញុំថ្ងៃនេះទៅមានអីខ្ញុំចេញក៏បានដែរតែកុំភ្លេចបើកលុយឲ្យខ្ញុំផងគិតពីថ្ងៃបើកប្រាក់ខែមកដល់ថ្ងៃនេះ
គឺកន្លះខែ ឯងកំភៃខ្ញុំមិនជំពាក់លុយឯងនាំតែថោកទេបងទៅប្រាប់ខាងគណនីឲ្យបើកលុយឲ្យគេផងទៅហើយកត់ឈ្មោះគេចូលក្នុងបញ្ជីខ្មៅថ្ងៃក្រោយបើគេមកដាក់ពាក្យធ្វើការកុំទទួលដាច់ខាតទូរ៉េនខ្មែរទូរ៉េនខ្មែរទូរ៉េនសាច់ទឹកដោះគោផ្អែមឆ្ងាញ់សូមអញ្ជើញចូលទិញណាចាបកាយប្រពេងនេះអញ្ចឹងតើទៅលក់ដាច់យ៉ាងនេះបងភិរមនៅសល់តែប្រហែលផ្លែទៀតអស់ហើយបងព្រឹកមិញមានអ្នកមកទិញយកទៅលក់បន្តច្រើនគេសរសើរថាទូរ៉េនយើងឆ្ងាញ់ណាស់ទូរ៉េនខ្មែរគឺឆ្ងាញ់អញ្ចឹងហើយយើងរកស៊ីស្មោះត្រង់មានទំនួលខុសត្រូវដូច្នេះគ្មានអ្វីត្រូវខ្លាចនោះទេទោះគេលាបពណ៌ថាយើងលក់ទូរ៉េននាំចូលក៏យើងមិនខ្វល់ដែរព្រោះទូរ៉េនដែលយើងលក់ជាទូរ៉េនខ្មែរពិតៗបើគេចង់ទៅដល់ចំការបងអាចនាំគេទៅបានបាញ់ចឹងបងទៅហូបបាយសិនទៅហើយប្រញាប់ទៅកាត់ទូរ៉េនមកឲ្យខ្ញុំលក់ណាបងដឹងហើយអូនបន្តិចទៀតបងចាញ់ទៅកាត់ហើយម៉ែអើយឈ្ងុយទូរ៉េនដល់ហើយម៉ែខ្ញុំចង់ហូបទូរ៉េនណាទិញទូរ៉េនមកផ្លែទៅម៉ែណែអាសៀងឯងមកទាអញទិញទូរ៉េនណាអញមានលុយមកពីណាអាកូនជំគួនលុយទិញទូរ៉េនណាម៉ែអត់មានទេតែបើលុយលេងបៀម៉ែមានអាសៀងឈប់និយាយភ្លាមទៅអារំបល់យោនាងស្រីយាយទិញទូរ៉េនឲ្យកូនហូបមកផ្លែទៅចិត្តផុតរដូវទូរ៉េនហើយណាអូយផុតស្អីក៏ផុតទៅទូរ៉េនមកផ្លែ 4-5 ម៉ឺនតម្លៃប្រហែលជាអង្គមកបានទៅហើយឥឡូវនេះពិបាករកលុយផងខ្ញុំអាចចាយលុយខ្ជិះខ្ជាយបានទេតើអាសៀងឆាប់ទៅខ្ញុំចង់ហូបទូរ៉េនតែម៉ែមិនទិញទូរ៉េនឲ្យខ្ញុំហូបហេតុអីក៏ម៉ែចិត្តដាច់យ៉ាងនេះមើលទៅឯងដូចជាពិបាកនិយាយគ្នាដែរម៉ែប្រាប់ហើយតាថាម៉ែអត់មានលុយបើម៉ែអត់មានលុយមិនក៏មិនទិញជាពាក់គេសិនណាអើយឯងនិយាយស្រួលណាស់ឯងស្មានថានាងសក្កណានឹងវាចិត្តទូលាយហ៎ទិញជំពាក់វាតែ 2-3 ថ្ងៃវាប្រកាសជាតាមទាដល់ផ្ទះហើយបើដឹងដល់ឪពុកឯងគាត់ប្រកាសជារករឿងម៉ែមិនខានទេខ្ញុំឃើញពុកឲ្យលុយម៉ែរហូតតែម៉ែយកទៅលេងបៀមកហូបអាហារឆ្ងាញ់ៗក៏ម៉ែមិនដែលទិញឲ្យខ្ញុំហូបដែរខ្ញុំមិនដឹងទេថ្ងៃនេះបើម៉ែមិនទិញទូរ៉េនឲ្យខ្ញុំហូបខ្ញុំនឹងទៅប្រាប់ពុកថាម៉ែលេងបៀរាល់ថ្ងៃណែអាកូនចង្កួតឯងចង់ឲ្យឪឯងនឹងវាយអញមែនទេមានរឿងស្អីហ្នឹងពួកឯងជជែកគ្នារឿងអីអត់មានអីទេម៉ែត្រូវឲ្យម៉ែសុខសប្បាយដែរទេសុខសប្បាយស្អីម៉ែទើបមកពីទិញថ្នាំលេបមុននេះទេម្ដាយឈឺកូនម្នាក់ណាក៏វាមិនមើលម្ដាយដែរមិនក៏ម៉ែនិយាយអញ្ចឹងនេះអាសិនវាមិនមើលម៉ែទេហ៎ទៅពឹងស្អីវាបានគ្រាន់តែម៉ែសុំលុយវាទិញថ្នាំលេបវាឆ្លើយថាអត់មានហើយវាស្ដីឲ្យម៉ែទៀតម្នាក់ណាក៏ដូចម្នាក់ណាដែរពេលម៉ែចិញ្ចឹមកូនដូចជាមិនវេទនាអញ្ចឹងទេយាយសាយអើយខ្ញុំចង់ហូបទុរេនចង់ងាប់ហើយនេះយាយមានលុយទេទិញទុរេនឲ្យខ្ញុំហូបមួយផ្លែមកយាយឯងចង់ហូបទុរេនមិនក៏មិនទៅសុំលុយឪពុកឯងទិញយាយនៅតែផ្ទះបានលុយមកពីណាទិញទុរេនឲ្យឯងហូបទូរ៉េនចំការយើងឆ្នាំនេះបានផលច្រើនជាងឆ្នាំមុនតែតម្លៃលក់ចាញ់បានថោកជាងឆ្នាំមុនវិបត្តិសេដ្ឋកិច្ចគឺអញ្ចឹងហើយបងមនុស្សម្នាពិបាករកលុយដូច្នេះមុននឹងចាយវាយគេគិតណាស់មិនអីទេបងការរកស៊ីគឺអញ្ចឹងហើយយើងមិនអាចឃើញតែចូលនោះទេត្រូវហើយតែហេតុផលមួយទៀតគឺមកពីមានឈ្មួញទុច្ចរិតរកស៊ីបោកប្រាស់គេយកទូរ៉េននាំចូលមកលក់នៅក្នុងស្រុកហើយក៏ហក់អ្នកទិញថាជាទូរ៉េនខ្មែរដល់អញ្ចឹងក៏ធ្វើឲ្យអ្នកទិញគេមិនទុកចិត្តហើយក៏ប៉ះពាល់ដល់អ្នកលក់ទូរ៉េនខ្មែរពិតៗដូចជាយើងណាអូនមែនហើយបងជនឆ្លៀតឱកាសទាំងនោះបើចាប់បានកុំលើកលែងឲ្យសោះនាំចូលទូរ៉េនដែលមានសារធាតុគីមីកម្រិតខ្ពស់មកលក់ឲ្យខ្មែរគ្នាឯងហើយវាប្រហារអ្នកលក់ទូរ៉េនខ្មែរទៀតពិតជាគួរឲ្យស្អប់ណាស់បើអញ្ចឹងបងរៀបចំទូរ៉េនដាក់កេះឲ្យមួយសិនមួយនៅកំពង់ឆ្នាំងយកប្រមាណគីឡូដែរអូនមួយនៅកំពង់ឆ្នាំងយក50គីឡូហើយមួយនៅព្រៃតាមាំងយក30គីឡូណាបងមុននេះឯងនិយាយថាម៉េច
ឯងត្រូវគេបញ្ឈប់ការងារហ៎ ហើយម៉ែនិយាយលឺម្លេះម៉ែខ្លាចអ្នកចិត្តខាងគេមិនដឹងហី តើឯងមានបានធ្វើស្អីខុសមិនក៏ថៅកែក្រុមហ៊ុននោះបញ្ឈប់ការងារឯង មនុស្សតែគេមិនចូលចិត្តយើងហើយគេព្យាយាមរកវិធីចាប់កំហុសយើងគ្រប់ពេលទោះខ្ញុំធ្វើស្អីក៏មិនត្រូវចិត្តគេដែរណាស់ហើយឲ្យគេឈ្នះខ្ញុំសិនចុះ ពេលនេះឯងគិតយ៉ាងម៉េចប្រុងទៅធ្វើការស្អីបន្តទៀត ខ្ញុំចង់សម្រាកនៅផ្ទះឲ្យស្រួលខ្លួនសិនមួយរយៈទៀតទៅខ្ញុំរកការងារថ្មីធ្វើ បាយទឹកត្រូវហូបរាល់ថ្ងៃទឹកភ្លើងត្រូវបង់រាល់ខែធ្វើស្អីក៏ដោយត្រូវគិតឲ្យមែនតែនពេលនេះឯងនៅកំឡោះចុះបើឯងមានប្រពន្ធមានកូនតើឯងចិញ្ចឹមប្រពន្ធកូនរស់ទេ ខ្ញុំសុំវល់ណាម៉ែកុំល្អលទាំដាក់ខ្ញុំមួយថ្ងៃបានទេ នៅមានម្ដាយឯងធុញទ្រាន់សម្លេងរអ៊ូរបស់ម្ដាយតែឯងត្រូវដឹងថាម៉ែនិយាយចង់ឲ្យឯងល្អអត់ពីម៉ែទៅឯងនឹងភ្លឺភ្នែកហើយ ស្អែកឡើង ពូចែមថ្ងៃនេះពូទិញទុរេនប្រមាណផ្លែពូ ពូទិញមួយផ្លែយកផ្លែណាទុំល្មមហូបថ្ងៃនេះណានាង ចាពូចាំខ្ញុំរើឲ្យបាញ់ចឹងពូយកមួយផ្លែនេះទៅមួយផ្លែនេះទម្ងន់3គីឡូណាពូ ហើយអស់ប្រមាណដែរនឹង 1គីឡូគឺខ្ញុំលក់ឲ្យពូតែ 15000 ទេមួយផ្លែនេះអស់ 45000 ណាពូ ណែពូឲ្យ 50000 អាប់ឲ្យពូវិញ 5000 ចាពូនេះលុយអាមខ្ញុំអរគុណច្រើនណាពូថ្ងៃក្រោយអញ្ជើញមកជួយទិញទៀត ថ្ងៃនេះលក់ដាច់គ្រាន់បើនៅសល់មួយផ្លែទៀតអស់ហើយអេដូចជាឈឺពោះដល់ហើយរត់ទៅបន្ទប់ទឹកមួយផ្លែសិនមីងសក្កណាទៅបាត់ហើយពេលនេះស្ងាត់ល្អណាស់លួចទុរេនគាត់មួយផ្លែសិន និយាយចំអាសៀងក៏លួចទុរេនរបស់សក្កណាហើយរត់ចេញទៅយ៉ាងលឿន ផ្អែមណាស់ឆ្ងាញ់ណាស់ទុរេននេះពិតជាឆ្ងាញ់មែនទែន អាសៀងនេះអញបានទុរេនមកពីណានឹង អូគឺថាម៉ែទិញឲ្យខ្ញុំហូបនឹងណាពុក ថ្ងៃនេះម្ដាយអញចិត្តល្អម្លេះហ៎គេតាណាបាត់ហើយ មានរឿងស្អីនឹងបងរកខ្ញុំមានការអីអេអាសៀងឯងបានទុរេនមកពីណានឹង មិនក៏សួរកូនអញ្ចឹងក្រែងអញជាអ្នកទិញឲ្យគេហូបតើអី ខ្ញុំទិញឲ្យគេហូបពីអង្ការខ្ញុំមិនដឹងអីទេណាអាសៀងឯងបានទុរេននេះមកពីណាមិនលឺម៉ែសួរទេហ៎គឺខ្ញុំយកទុរេននេះមកពីតូបមីងសក្កណា អាសៀងនេះអញលួចទុរេននាងសក្កណាអីអញមានដៃមានជើងចេះលួចរបស់គេផងអីហ៎អាកូនចង្រៃនេះណែ អូយខ្ញុំឈឺណាស់ពុកអាយអូនសួរបានហើយបងប៉ុណ្ណឹងបានហើយវាយវាប៉ុណ្ណឹងបានហើយណាអូយទុរេនតែមួយផ្លែតាបាត់ចោលទៅអូន ទុរេនមួយផ្លែខ្ញុំមិនស្ដាយទេតែខ្ញុំចង់ដឹងថាអ្នកណាជាអ្នកលួចព្រោះខ្ញុំលក់ទុរេនច្រើនឆ្នាំហើយមិនដែលមានអ្នកណាមកលួចទុរេនស្រស់ៗអញ្ចឹងទេបង ចុះអូនមានសង្ស័យទៅលើអ្នកណាទេ ខ្ញុំមិនច្បាស់ទេបងព្រោះខ្ញុំមិនចាប់អារម្មណ៍ថាមានអ្នកណាដើរកាត់ខ្លាំង ខ្ញុំដឹងថាអ្នកណាជាអ្នកលួចទុរេន អាតយឯងដឹងពិតមែនទេអ្នកណាជាអ្នកលួចឯងឆាប់និយាយភ្លាមមក គឺអាសៀងកូនមិញសេកវាជាចៅលួចទុរេនណាមីងពិតមែនណាអញប្រកាសទេខ្ញុំហ៊ានធានាព្រឹកមិញខ្ញុំឃើញវាលួចទុរេនរបស់ពូហើយវារត់ចេញទៅលឿនណាស់ អាក្រក់ណាស់ពិតជាគំរក់មែននៅក្មេងសោះវាហ៊ានដល់ថ្នាក់នេះខ្ញុំត្រូវតែទៅប្រាប់ឪម៉ែវាសិន មុននេះអូននិយាយហើយថាអូនមិនស្ដាយទេគ្រាន់តែចង់ដឹងថានរណាជាអ្នកលួចឥឡូវអូនបានដឹងហើយកុំឲ្យមានរឿងវែងឆ្ងាយអីណាទុរេនមួយផ្លែតើ
កុំឲ្យមើលមុខគ្នាមិនត្រង់អី តែបើខ្ញុំមិនទៅប្រាប់ម៉ែឪវាទេវានឹងកាន់តែប្រហិនហើយថ្ងៃនេះវាលួចត្រឹមទុរិនយើងតែថ្ងៃក្រោយមើលមិនឃើញទេវាអាចទៅលួចមាសប្រាក់អ្នកដទៃគេប្រកាសជាប្តឹងវាដាក់គុកពុតដៃទាន់នៅក្តៅប្តៅក្មេងទាន់នៅតូចខ្ញុំមកវិញឥឡូវហើយ អាតយពូអរគុណហើយដែលឯងយកការពិតមកប្រាប់ពូចាំពូបកធរ៉េនឲ្យឯងហូបណាមិនអីទេពូធរ៉េនដែលម្ដាយខ្ញុំទិញទៅហូបមិនតាន់អស់ផឹងហ្នឹងបើអញ្ចឹងខ្ញុំទៅសិនហើយណាពូ អូយវល់មុខណាមិនក៏ខ្ញុំឈឺក្បាលយ៉ាងនេះអាសិតអើយឯងនៅត្រង់ណាមកជួយម៉ែបន្តិចមកអាសិន មានការអីហ្នឹងមុននេះម៉ែហៅខ្ញុំមានការអីហ៎ហ៎ម៉ែកើតអីហ្នឹងឆាប់ដឹងខ្លួនឡើងម៉ែស្អែកឡើងនៅមន្ទីរពេទ្យយ៉ាងម៉េចទៅហើយអាសិនពេលនេះម៉ែយ៉ាងម៉េចទៅហើយបងឯងបញ្ញាប់មកម្លេះចាំឆ្នាំក្រោយចាំមកណែអាសិនមិនក៏ឯងនិយាយអញ្ចឹងហ៎បងមិនមែនទំនេរទេណារាល់ថ្ងៃនេះបងមានការងារត្រូវធ្វើដែរតែគាត់ជាម្ដាយបង្កើតរបស់បងណាខ្ញុំទេប្រាប់បងតាំងពីម្សិលមិញមិនក៏បងទៅតែមកពេលនេះបានហើយបងព្រមទទួលខុសហើយចុះពេលនេះម៉ែយ៉ាងម៉េចទៅហើយគាត់នៅមិនទាន់ដឹងខ្លួនទេអាការៈរបស់គាត់ក៏មិនសូវជាល្អដែរគ្រូពេទ្យកំពុងតែតាមដានហើយម៉ែហើយម៉ែមិនក៏ម៉ែឈឺធ្ងន់ដល់ថ្នាក់នេះទេវតាលោកអើយសូមជួយថែរក្សាម្ដាយខ្ញុំផងអើយគួរអាណិតអ្នកសាយដល់ហើយឮថាពេលនេះគាត់មិនទាន់ដឹងខ្លួនទេ កូនម្នាក់ណាក៏ដូចតែគ្នាម្ដាយពឹងពាក់មិនបាននេះមកពីគាត់គ្មានបនជាមួយកូនណាពូ ត្រូវហើយសក្តាពូលឺអាតយថាអាសៀងលួចទុរេនឯងតើរឿងយ៉ាងម៉េចទៅវិញទៅ អាសៀងបានលួចទុរេនរបស់ខ្ញុំពិតមែនបើកុំតែអតយមកប្រាប់ក៏ខ្ញុំមិនដឹងដែរល្ងាចមិញខ្ញុំបានទៅប្រាប់ម្ដាយវាឪពុកវាហើយវាបានលើកដៃសំពះសុំទោសខ្ញុំហើយសន្យាថាមិនធ្វើរឿងបែបនេះទៀតទេ នេះគឺមកពីម៉ែឪវាក្មេងវាឃ្លានឃើញគេហូបទុរេនវាក៏ចង់ហូបដែរតែមានម្ដាយចោលមកសៀតនោះវាមិនទិញឲ្យកូនហូបវាសុកចិត្តយកលុយទៅចាក់លបែងគួរឲ្យសង្វេគណាស់ ម្សិលមិញខ្ញុំក៏បានណែនាំនាងសេងច្រើនដែរត្រង់ថាគេធ្វើតាមឬមិនធ្វើតាមនោះខ្ញុំមិនដឹងទេត្រូវឲ្យពូចែមថ្ងៃនេះពូទិញទុរេនទេតែទៀតប្តីខ្ញុំដឹកមកដល់ឲ្យពូ ហូបទុរេនច្រើនពេកក៏មិនកើតដែរឡើងជាតិស្ករសម្បើមណាស់ឯងថ្លឹងឲ្យពូមកផ្លែបានហើយណាពូយកទៅផ្ញើទៅឡងច័ន្ទ ចាពូចាពេលថ្លឹងរួចចាំខ្ញុំឲ្យបងភិរមយកទៅជូនពូយ៉ាងមិនឲ្យបងសួងម្ដាយបងដឹងខ្លួនហើយនៅ នៅទេគាត់ស្លាប់ចិត្តមួយថ្ងៃទៅហើយបងខ្លាចតែគាត់បងឯងកុំនិយាយផ្ដេសផ្ដាស់មើលម៉ែប្រកាសជាមិនអីទេគាត់ប្រកាសជាដឹងខ្លួនវិញឆាប់នេះ នេះគឺមកពីឯងព្រោះឯងមិនមើលម្ដាយទើបគាត់ធ្លាក់ខ្លួនឈឺដល់ថ្នាក់នេះ បងបន្ទោសខ្ញុំហ៎អ្នកដែលខុសគឺប្តីប្រពន្ធបងទៅវិញទេខ្ញុំនៅជាមួយម៉ែរាល់ថ្ងៃទោះអាក្រក់ឬល្អយ៉ាងណាក៏ខ្ញុំបានជួយគាត់ខ្លះដែរតែពួកបងវិញទេដែលមិនបានការនោះនៅភូមិជាមួយគ្នាសោះមួយខែមិនដែលមកអើតម្ដាយម្ដងទេកូនអកតញ្ញូដូចជាបងរកស៊ីអីក៏គ្មានកំណើតដែរអាសិតអាប្អូនចង្រៃអញហ៊ានដាក់ទំនេរអញហ៎អញចង់បែកក្បាលមែនទេលមមបានហើយណាទីនេះជាមន្ទីរពេទ្យមិនផ្សារលក់ត្រីទេមានដឹងខ្លួនទេថាកំពុងតែរំខានដល់អ្នកជំងឺផ្សេងបានហើយដល់ពេលត្រូវបង់លុយហើយអញ្ជើញទៅបង់លុយនៅបញ្ចោភ្លាមទៅ ចុះពួកខ្ញុំត្រូវបង់លុយប្រមាណដែរលោកគ្រូប៉ែន
ទាំងថ្លៃថ្នាំនិងថ្លៃបន្ទប់អស់850000ថាម៉េច850000ម្ដាយខ្ញុំមិនទាន់ដឹងខ្លួនផងមិនក៏អស់ច្រើនដល់ម្លឹងចាក់កពេកតែដឹងលោកគ្រូពេទ្យទីនេះជា clinic ឯកជនមិនមន្ទីរពេទ្យរដ្ឋទេណាមុននឹងចូលមកបានមើលតម្លៃសេវាកម្មខាងខ្ញុំហើយនៅបញ្ញាប់ទៅបង់លុយភ្លាមទៅមិនអាចយឺតយ៉ាវដល់ស្អែកបានទេបងទៅផ្សារលើគេនិយាយថាមិញសាយដឹងខ្លួនហើយតែកូនរបស់គាត់អត់មានលុយបង់ឲ្យពេទ្យទេថ្លៃពេទ្យអស់ប្រហែលទៅមិនក៏ដល់ថ្នាក់នេះ2ថ្ងៃអស់ជាង1លានទាំងអាសិតទាំងអាសួងប្រចាំគ្នាទៅវិញទៅមកបងលឺហើយអាណិតមិញសាយណាពេលម្ដាយចិញ្ចឹមកូនដូចមិនវេទនាអញ្ចឹងទេមីងសាយហើយមីងសាយមិនក៏មីងអាភ័ព្វយ៉ាងនេះសក្កណាបងចង់ដកលុយខ្លះជួយចេញថ្លៃពេទ្យឲ្យមីងសាយតើអូនថាយ៉ាងម៉េចដែរមិនអីទេជួយគាត់ម្ដងចុះបើអញ្ចឹងបងយកលុយទៅជូនគាត់ទៅហើយទិញអីយកទៅឲ្យគាត់ពិសាផងបានបន្តិចទៀតពេលបងដឹកធូរ៉េនទៅឲ្យនួនស្រីហើយចាំបងឈៀងយកលុយទៅជូនគាត់នៅ clinic ពេទ្យម៉ាប់នឹងក៏ប៉ុនទៀតកោមិនដាក់ទឹកទេលោកអើយបញ្ញាប់យកលុយទៅសង់វិឡាឲ្យមើលទៅឯងនេះអាក្រក់ណាស់យករឿងដែលអញលួចទុរេនទៅប្រាប់មីងសក្កណាពីថ្ងៃនេះទៅអញឈប់លេងជាមួយឯងហើយក្មេងខូចមានដៃមានជើងចេះលួចដូចជាឯងអញមិនលេងជាមួយឯងទៀតទេគ្រាន់បានណាតើកុំគិតថាខ្លួនឯងអស់ចាពេកភ្នំមួយខ្ពស់ក៏នៅមានភ្នំមួយទៀតខ្ពស់ជាងដែរសំដីចាក់ទឹករំលេចទេតែទង្វើឯងថោកទាបណាស់នេះមកពីឪពុកម្ដាយឯងមិនបានបដៅទៅឯងចោលមកសៀតបែបនេះលើកនេះមិញសក្កណាអាណិតឯងទៅគាត់មិនប្តឹងប៉ូលីសតែបើឯងមិនរៀងចាលទេលើកក្រោយឯងប្រកាសជាបានទៅហូបបាយក្នុងគុកហើយបានហើយអាតើឯងឈប់និយាយទៅអញថ្លង់ណាស្អែកឡើងមីងសាយនេះមីងបានគ្រាន់បើហើយឯងមីងបានធូរច្រើនហើយមីងមកនេះគឺមកអរគុណក្មួយទាំងពីរដែលក្មួយបានយកលុយទៅចេញថ្លៃពេទ្យឲ្យមីងគ្មានអ្វីសងគុណក្មួយទេសងគុណអីទៅមីងខ្ញុំនឹងប្រពន្ធជួយមីងដោយស្មោះមិនចង់បានគុណស្រីពីមីងទេឲ្យតែមីងបានសុខសប្បាយពួកខ្ញុំត្រេកអរណាស់ទៅហើយចាក្មួយមីងសូមជូនពរក្មួយប្រុសស្រីបានសុខសេរីគ្រប់ប្រការរកស៊ីមានបានណាក្មួយណាទៅដល់ទីណាសុខចម្រើនសាធុខ្ញុំមើលទៅមីងដូចជាមិនទាន់ពិសាអីទេបងភិរមបងទៅដួសបបរឲ្យមីងសាយមួយចានមកមិនបាច់ទេក្មួយមុននេះមីងដាក់ដាំបបររួចហើយប្រហែលជិតពុះហើយបើអញ្ចឹងមីងលាក្មួយទៅសិនហើយណាបានអញ្ជើញទៅចុះមីងអំពើល្អដែលភិរមនិងសក្កណាបានសាងធ្វើឲ្យពួកគេរកស៊ីមានបានប្រកបការងារអីក៏ជោគជ័យរហូតថ្លែងពីនាងសេកនិងនាយសួងដែលមិនដឹងគុណម្ដាយពួកគេកាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃទោះរកប្រាក់បានច្រើនប៉ុណ្ណាក៏មិនសល់ព្រោះពួកគេរមិលគុណព្រះរស់តម្លៃអប់រំកូនល្អដឹងគុណមេដាបៃតាកូនល្អចិញ្ចឹមមើលថែមេដាបៃតាដោយគន្លងធម៌ការជួយយកអាសាគ្នាជាគុណធម៌ដ៏ឧត្តមសាងល្អបានសុខចម្រើន